ពេលដែលពួកថៃធ្វើសង្គ្រាមជាមួយខ្មែរគឺផ្អើលពិភពលោកដោយសារអីបាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះសូមចេញវីដេអូមួយដោយសារតែមួយរយៈហ្នឹងគឺរវល់ខ្លាំងដូច្នេះខ្ញុំអត់សូវមានពេលដើម្បីធ្វើវីដេអូប៉ុន្តែខ្ញុំបានឃើញព័ត៌មានថ្មីកាលពី3ថ្ងៃមុនតាក់ទងនឹងបញ្ហាសង្គ្រាមជាមួយនឹងខ្មែរហើយនឹងប្រទេសទី2ពេលនេះគឺបានសញ្ញេកដាស្នាមដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែខ្ញុំក៏សូមសនំពរបងប្អូនទាំងអស់គ្នាទោះបីជាបញ្ចប់សង្គ្រាមយ៉ាងណាក៏ដោយក៏យើងមិនអាចទុកចិត្តនៅខាងប្រទេសទី2នឹងបានដែរដោយសារតែពួកវាគឺជាជនជាតិមួយគឺជាប្រទេសមួយដែលមិនអាចទុកចិត្តបានដូច្នេះហើយទោះយ៉ាងណាទាំងអស់គ្នានៅតែខិតខំមកមើលការពារទឹកដីរបស់យើងទាំងអស់គ្នាហើយនឹងវប្បធម៌របស់យើងជាពិសេសគឺខ្ញុំសូមថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលក៏ដូចជាបងប្អូននៅខាងជួរខាងទ័ពមុខទោះបីជាសង្គ្រាមចប់ក៏ពួកគាត់នៅតែបន្តធ្វើការងាររបស់ពួកគាត់ដូច្នេះហើយគុណរបស់ពួកគាត់គឺធំធេងខ្លាំងមែនទែនដូច្នេះហើយទោះបីជាបងប្អូនឃើញពួកគាត់នៅកន្លែងណាខ្ញុំឃើញពួកគាត់នៅកន្លែងណាគឺខ្ញុំនឹងប្រើក្តីគោរពនិងស្រឡាញ់ដល់ពួកគាត់ជាខ្លាំងបាទហើយកុំបំភ្លេចគុណរបស់ពួកគាត់ឲ្យសោះពួកហ្នឹងបងប្អូនពួកប្រទេសថៃហើយនិងប្រទេសខ្មែរយើងថៃវាគិតថាខ្មែរយើងហ្នឹងគឺវាមិនអាចស្មើជាមួយវាបានទេបងប្អូនដោយសារតែវាធ្លាប់ធ្វើសង្គ្រាមជាមួយនឹងឡាវជាមួយនឹងភូមាអីគឺស្ងាត់តែម្ដងគ្មានអ្នកណាគេគ្មានពិភពលោកឯងមិនសូវជាអើពើប្រមាណទេប៉ុន្តែវាគួរតែភ្ញាក់ខ្លួនណាបងប្អូនដោយសារតែនៅពេលដែលវាធ្វើសង្គ្រាមជាមួយខ្មែរបងប្អូននឹងមកចេះគឺផ្អើលពិភពលោកពេលដែលពួកថៃធ្វើសង្គ្រាមជាមួយខ្មែរគឺផ្អើលពិភពលោកដោយសារអីដោយសារតែខ្មែរយើងគឺចេះរួបរวมគ្នាជាពិសេសលើកនេះគឺខ្មែរយើងរួបរวมគ្នាខ្លាំងមែនទែនទាំងប្រជាជនខ្មែរទាំងអ្នកធ្វើវីដេអូ content គឺរួបរวมគ្នាស្រោះដៃគ្នាធ្វើយ៉ាងម៉េចក៏ដោយគឺដើម្បីការពារទឹកដីខ្មែរយើងហើយពួកវាឃើញចឹងគួរតែភ្លឺភ្នែកថាថ្ងៃក្រោយកុំឲ្យមកមើលងាយខ្មែរយើងបន្តទៅទៀតខ្មែរយើងមិនមែនជាជនជាតិដែលអ្នកឯងអាចមកមើលងាយបានទេអ្នកឯងរស់នៅលើទឹកដីរបស់ខ្មែរពីដើមមកអ្នកឯងគិតថាចង់មើលងាយចង់ជន់ឈ្លីខ្មែរបន្តទៀតខ្មែរគឺមិនអាចបន្តឲ្យអ្នកធ្វើអញ្ចឹងបានទៀតទេព្រោះអីខ្មែរឥឡូវដឹងថាយើងជាអ្នកណាហើយអ្នកឯងក៏គួរតែដឹងថាខ្លួនឯងជាអ្នកណាដែរបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាដូច្នេះហើយយើងនៅតែបន្តធ្វើការនាំគ្នារួបរวมគ្នាបន្តទៀតទោះបីជាសង្គ្រាមមិនកើតឡើងក៏ដោយយើងនៅតែបន្តរួបរวมគ្នាជាធ្លុងមួយដើម្បីការពារទឹកដីនិងវប្បធម៌របស់ពួកយើង